បាទឥឡូវយើងមកមើលពីបន្តរឿងថ្ងៃបាទរឿងថ្ងៃម្ដងយើងមើលឃើញថាតជំងរថ្មអៃថ្ងៃហើយខាងក្រោមនេះក៏ថ្ងៃដែរតជំងរថ្មដាក់ស្រៈអីហើយមានយោប្រកបជាមួយទៀតបាទតែអានថាថ្ងៃដដែលទេឬក៏ថ្ងៃអញ្ចឹងទៅថ្ងៃលុចថ្ងៃលុចថ្ងៃលុចហ្នឹងឬក៏ថ្ងៃលុចហ្នឹងមិនដឹងអានយ៉ាងណាទេឲ្យអានតាមសំនៀងខ្មែរបុរាណយើងក៏មិនដឹងថាអានថាម៉េចហើយឲ្យអានតាមសំស្ក្រឹតថ្ងៃលុចហើយបើអានតាមខ្មែរទំនើបរបស់យើងទំនងជាថ្ងៃលុចដែរបាទលោសអូនឹងចលុចហើយបាទថ្ងៃលុចហ្នឹងគឺសំដៅដល់ថ្ងៃលិចអញ្ចឹងថ្ងៃលិចគឺទិសខាងណាគឺទិសខាងលិចហើយថ្ងៃកេតសំដៅដល់ថ្ងៃកើតយើងប្រែដោយចំថាថ្ងៃកើតហើយសំដៅដល់ទិសខាងកើតថ្ងៃវរៈហ្នឹងអាចថាថ្ងៃសិលក៏បានឬក៏ថាថ្ងៃដ៏ល្អដ៏ប្រសើរដ៏បវរដ៏ប្រពៃបានហើយថ្ងៃនេះប្រែថាថ្ងៃជាធម្មតានឹងឯង